ថ្ងៃអង្គារទី9 ខែមេសាឆ្នាំ2025 សួស្តីបងប្អូនសុខសប្បាយយ៉ាងណាដែរចំណែកខ្ញុំសុខសប្បាយទៅតាមវ័យពេលនេះខ្ញុំចង់មកបកស្រាយពីរឿងពិតកន្លងមកដែលខ្ញុំបានជួបប្រទះនៅការមើលដួងកែវរបស់ព្រះអាទិត្យនិងដួងកែវរបស់ព្រះច័ន្ទដំបូងខ្ញុំចង់ប្រាប់ពីរបៀបមើលដួងកែវរបស់ព្រះច័ន្ទពេលពេញថ្ងៃពេញបរមីយើងត្រូវសម្លឹងមើលព្រះច័ន្ទឲ្យចំដោយមិនប្រព្រឹត្តភ្នែកពេលនោះយើងនឹងឃើញព្រះច័ន្ទមួយទៀតរសាត់ទៅខាងស្ដាំដៃនេះហើយគឺជាដួងកែវរបស់ព្រះច័ន្ទបន្ទាប់មកទៀតខ្ញុំចង់ប្រាប់ពីរបៀបមើលដួងកែវរបស់ព្រះអាទិត្យយើងត្រូវមើលនៅម៉ោងព្រឹកឡើងនៅម៉ោង 6:15 នាទីកុំឲ្យមានពន្លឺខ្លាំងពេកហើយខ្សោយពេកយើងសម្លឹងមើលព្រះអាទិត្យឲ្យចំឲ្យមិនប្រព្រឹត្តភ្នែកពេលហ្នឹងឃើញមានជុំវិញព្រះអាទិត្យមានពណ៌ស្វាយនិងពណ៌ផ្សេងទៀតជាច្រើននេះហើយគឺជាដួងកែវរបស់ព្រះអាទិត្យពេលល្ងាចដួងកែវព្រះអាទិត្យយើងមើលនៅម៉ោង 5:45 នាទីល្ងាចពេលមើលដោយមិនប្រព្រឹត្តភ្នែកមើលឲ្យចំព្រះអាទិត្យពេលនោះយើងឃើញពណ៌ស្វាយនៅជុំវិញព្រះអាទិត្យនិងពណ៌ផ្សេងទៀតនៅជុំវិញព្រះអាទិត្យនេះហើយគឺជាដួងកែវរបស់ព្រះអាទិត្យតែមុននឹងយើងមើលឃើញដួងកែវនីមួយរបស់ព្រះអាទិត្យនិងព្រះច័ន្ទយើងត្រូវសូត្រធម៌នមោនិងពុទ្ធាំងឲ្យបាន108ទៅ10018ចប់សមាធិក៏ដូចគ្នាដែរយើងត្រូវសមាធិឲ្យបាន108ដងរហូតដល់10017ដងយើងអាចមើលឃើញដួងកែវដូចខ្ញុំបើយើងមិនបានសមាធិហើយនឹងសូត្រធម៌យើងមិនអាចមើលឃើញដួងកែវរបស់ព្រះច័ន្ទនិងព្រះអាទិត្យទេព្រោះកន្លងមកខ្ញុំកាលមិនទាន់សមាធិហើយនឹងសូត្រធម៌ខ្ញុំក៏មិនអាចមើលឃើញដួងកែវរបស់ព្រះអាទិត្យនិងព្រះច័ន្ទដែរទាល់តែខ្ញុំសូត្រធម៌និងសមាធិបានខ្ញុំមើលឃើញដួងកែវព្រះច័ន្ទនិងព្រះអាទិត្យប៉ុន្តែអាស្រ័យទៅលើមនុស្សម្នាក់អ្នកខ្លះគាត់សមាធិតាមកម្រិតដែលគាត់អាចមើលឃើញសូត្រធម៌ទៅតាមកម្រិតដែលគាត់អាចមើលឃើញតែសម្រាប់ខ្ញុំដល់10017ចប់ទៅ10017ដងបានខ្ញុំអាចមើលឃើញដួងកែវព្រះច័ន្ទនិងព្រះអាទិត្យតែការសូត្រធម៌និងសមាធិដល់10017ចំណាយពេលពីព្រឹកព្រលឹមញ៉ាំអាហារពេលព្រឹករួចញ៉ាំឲ្យឆ្អែតយើងសមាធិសូត្រធម៌រហូតដល់យប់ប្រហែលជាម៉ោង 8 ម៉ោង 9 យប់បានចប់តើតែយើងអាចធន់នឹងការញ៉ាំបានតែយើងអាចដាក់ទឹកភេសជ្ជៈចិត្តខ្លួនញ៉ាំពេលយើងស្រេកទឹកដល់ដងយើងអាចឈប់1នាទី2នាទីអាចញ៉ាំទឹកឬបត់ជើងតូចបានហើយយើងបន្តទៀតយើងមិនអាចធ្វើអីផ្សេងពីនឹងបានទេតែអស់រយៈពេលតាំងពីព្រឹករហូតដល់យប់បានដល់10017ដងបន្ទាប់មកទៀត
ខ្ញុំចង់ប្រាប់ពីរបៀបព្យាបាលជំងឺរោគស្ត្រីធ្លាក់សយើងអាចយកម្អមស្លយើងអាចលាងទឹកបេះឲ្យស្អាតលាងទឹកឲ្យស្អាតរួចដាក់ក្នុងកំសៀវកាចកំសៀវដាក់ទឹកកាចកំសៀវជាងហើយដាំឲ្យពុះយើងញ៉ាំដូចទឹកតែញ៉ាំជារៀងរាល់ថ្ងៃដូចយើងញ៉ាំទឹកញ៉ាំរយៈពេលប្រហែលជាកន្លះឆ្នាំទៅ1ឆ្នាំជំងឺរោគស្ត្រីអាចជាការធ្លាក់សអាចជាហើយយើងអាចឈប់ញ៉ាំបានហើយបើសិនជាបងប្អូនអាចជួយឧបត្ថម្ភទៅតាមលទ្ធភាពដែលបងប្អូនអាចជួយដល់នាងខ្ញុំបានហើយតាមរយៈ QR code ទៅតាមលទ្ធភាពបងប្អូនអាចឧបត្ថម្ភខ្ញុំបានគ្រប់គ្នាបើបងប្អូនមានចិត្តចង់ឧបត្ថម្ភអរគុណយ៉ាងច្រើនក្នុងការដែលបងប្អូនឧបត្ថម្ភទៅតាមកម្លាំងបុណ្យដែលបងប្អូនបានសាងអរគុណច្រើនសម្រាប់អ្នកឧបត្ថម្ភនិងអ្នកមើលវីដេអូនេះអរគុណ